ខ្ញុំមិនដឹងថាទាំងអស់គ្នាមានចំណូលចិត្តដូចខ្ញុំអត់ទេរាល់ពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យបើសិនជាខ្ញុំអត់ធ្វើការខ្ញុំចូលចិត្ត shopping ហើយកន្លែងដែលខ្ញុំចូលចិត្ត shopping ជាងគេនោះគឺផ្សារបឹងកេងកងពីព្រោះនៅទីនោះសម្បូរដោយកៅអៅជជុះនិងម្ហូបអាហារជាច្រើនដែលលក់និងមានតម្លៃធូរថ្លៃសម្រាប់អ្នកដែលចូលចិត្តស្លៀកពាក់កៅអៅជជុះបានយល់អារម្មណ៍មួយនឹងខ្ញុំចូលចិត្តរឿងសម្ភារៈជជុះនឹងដូចជាស្បែកជើងដូចជាកៅអៅជាដើមហើយថ្ងៃហ្នឹងមានបំណងចង់មកទិញកៅអៅ 2-3 កាផ្លែទុកគ្រាន់ស្លៀកចូលឆ្នាំទេតែមកហ្នឹងក៏មកឃើញម្ហូបតំណងពេកក៏ដាក់មួយចានសិនទៅសាច់គោអាំងជាមួយនឹងតែទឹកកកសមអាកាសធាតុក្តៅនឹងផងនិយាយពីឆ្ងាញ់អើយឆ្ងាញ់ហើយក៏ហួសមកដាក់ផ្អែមមួយចានទៀតទៅផ្អែមយាយហ្នឹងក៏ឆ្ងាញ់ដែររបស់គាត់បន្ទាប់ពីញ៉ាំផ្អែមរួចហ្នឹងក៏ដើរទៅរើមើលកៅអៅស្អាតៗទាំងអស់គ្នាតែខ្ញុំដើរមួយថ្ងៃហ្នឹងគឺខ្ញុំរើសអត់មានបានមួយទេហើយបងដែលលក់ហ្នឹងក៏គាត់លួងថាចាំអាទិត្យក្រោយទៅចាំមកមានគីបថ្មីកៅអៅស្អាតមកច្រើនចាំមកទិញសានគឺអត់មានបានទេពីព្រោះភាគច្រើនកៅអៅគឺអត់សូវត្រូវមួយខ្ញុំទេដោយសារសាយវាទូចពេកអញ្ចឹងមានតែត្រឡប់មកផ្ទះវិញ